ប្រសិនបើខ្ញុំនិងកូនមានបញ្ហាអ្វីមួយរាល់ពាក្យសម្ដីដែលអ្នកបាននិយាយនៅថ្ងៃនេះនឹងក្លាយជាភស្តាងសៀវយ៉ានកុំនិយាយទៀតអីអ្នកខ្លាចអ្វីខ្លាចម្ដាយនិងបងស្រីរបស់អ្នកដឹងពីផលវិបាកឬខ្លាចខ្លួនឯងក៏ស្ថិតនៅក្នុងផលវិបាកនោះដែរអ្នកជំងឺត្រូវការសម្រាប់ប្រសិនបើសាច់ញាតិមិនអាចដោះស្រាយរឿងខាងក្រៅបានល្អចូលចេញទៅដោះស្រាយខាងក្រៅទៅសៀវយ៉ានខ្ញុំដឹងកំហុសរបស់ខ្ញុំពិតមែនហើយអ្នកជួយបដូរសោផ្ទះខ្ញុំសិនមកឥឡូវនេះខ្ញុំមិនចង់ភ្ញាក់ពីគេងនៅថ្ងៃស្អែកហើយលំដាយអ្នកនាំលឿនឆែនមកឈរនៅមុខទ្វារផ្ទះខ្ញុំទេចាំបន្តិចចុះហត្ថលេខាលើនេះសិនគ្មាននរណាម្នាក់ក្នុងត្រកូលលីនអាចចូលក្នុងផ្ទះរបស់ខ្ញុំបានឡើយប្រសិនបើអ្នកផ្ដោតសោដោយខ្លួនឯងអ្នកនឹងត្រូវទទួលខុសត្រូវចំពោះផលវិបាកដែលកើតឡើងស៊ូយ៉ានយើងជាប្តីប្រពន្ធនឹងគ្នាពេលដែលអ្នកអូវ៉ាលីត្រឡប់មកវិញតើអ្នកធ្លាប់គិតទេថាពួកយើងជាប្តីប្រពន្ធនឹងគ្នាពេលដែលអ្នកដាក់រោគសម្រាប់ស្ត្រីមានផ្ទៃពោះ000724000725នឹងថងពិនិត្យផ្ទៃពោះរបស់ខ្ញុំចូលក្នុងវ៉ាលីនោះស្ទាយកែសម្រួលពេលនោះខ្ញុំមិនបានគិតច្រើនដល់ថ្នាក់នោះទេតើមិនបានគិតឬក៏គិតថាខ្ញុំនឹងអត់ធ្មត់ស្ត្រីមានផ្ទៃពោះត្រូវរក្សាអារម្មណ៍ឲ្យនឹងណសាច់ញាតិកុំមកឆ្លោះប្រកែកគ្នានៅទីនេះតើអ្នកតាក់ទងមេធាវីតាំងពីពេលណាចាប់តាំងពីពេលដែលម្ដាយរបស់អ្នកប្រាប់ឲ្យខ្ញុំរើចេញមកដល់ពេលនោះអ្នកនឹងត្រៀមខ្លួនរួចរាល់ហើយមិនមែនខ្ញុំត្រៀមខ្លួនលឿនពេកទេគឺពួកអ្នកធ្វើខ្លាំងដៃពេកម៉ាក់តាម៉ាក់ឈឺទេមិនឈឺទេកូនដេកជាមួយអ្នកមីងវ៉ាងឲ្យស្រួលបួលទៅចាំស្អែកតាម៉ាក់ឈឺទេមិនឈឺទេកូនដេកជាមួយអ្នកមីងវ៉ាងឲ្យស្រួលបួលទៅចាំស្អែកម៉ាក់ឲ្យគេទៅទទួលកូនមកមើលម៉ាក់កូនចង់ការពីម៉ាក់យាយថាម៉ាក់រករឿងហើយមីងក៏កាច់ដាក់ម៉ាក់ដែរប៉ាក៏យកប្រអប់ទៅដែរស៊ូយ៉ានកុំបារម្ភអីខ្ញុំបដូរសោរួចរាល់ហើយខ្ញុំទុកសោថ្មីនៅជាមួយខ្ញុំសិននៅមាត់ទ្វារខ្ញុំក៏បានប្រាប់ខាងគ្រប់គ្រងអគារដែរថាបើមិនមែនជាការយល់ព្រមពីអ្នកទេគឺមិនអនុញ្ញាតឲ្យអ្នកណាម្នាក់ចូលឡើយការកន្ត្រាក់ស្បូនបានធូរស្រាលខ្លះហើយប៉ុន្តែវានៅមិនទាន់នឹងនោះទេត្រូវសម្រាប់ព្យាបាលនៅមន្ទីរពេទ្យយ៉ាងហោចណាស់3ថ្ងៃដើម្បីតាមដានអ្នកគ្រាន់តែប្រគល់របស់របរឲ្យគិលានុបដ្ឋាយិកាទៅបានហើយស៊ូយ៉ានតើខ្ញុំអាចត្រឡប់មកនៅកំដរអ្នកបានទេយប់នេះមិនបាច់ចូលមកទេបាត់ចាស់កុំខ្លាចអីឈៀវយោបានទូរស័ព្ទមកប្រាប់ម៉ាក់រួចហើយម៉ាក់កំពុងហៅតាក់ស៊ីទៅមន្ទីរពេទ្យឥឡូវនេះសៀវយ៉ានកំពុងស្ថិតនៅក្នុងបន្ទប់ពិនិត្យផ្ទៃពោះនាងបានបង្ខំកូនស្រីម៉ាក់រហូតគ្មានកន្លែងស្នាក់នៅថ្ងៃនេះម៉ាក់ត្រូវតែទៅរកនាងដើម្បីនិយាយឲ្យច្បាស់កុំស្រែកទៀតអីអ្នកកុំទាន់អើបារម្ភកូនប្រសាខ្ញុំសម្រាប់នៅមន្ទីរពេទ្យតើខ្ញុំមិនអាចមកមើលបានទេមន្ទីរពេទ្យរបស់អ្នកមានសិទ្ធិអ្វីមកខាត់មនុស្សអ្នកជំងឺត្រូវការសម្រាប់សូមរក្សាភាពស្ងប់ស្ងាត់ពេលមកសួរសុខទុក្ខសៀវយ៉ានឥឡូវនាងពេញចិត្តហើយមែនទេប៉ូលីសមកដល់ផ្ទះអ្នកចិត្តខាងមើលរឿងកំ pl ែងបាត់បង់មុខមាត់អស់ទើបអ្នកសប្បាយចិត្តមែនទេចេញទៅខ្ញុំយកស៊ុបមកឲ្យនាងតែយកខុសនាងពិតជាចិត្តចង្អៀតមែនកូនស្រីខ្ញុំនឹងត្រឡប់មកសម្រាប់ក្រោយសម្រាលនៅថ្ងៃស្អែកនាងមិនជួយក៏ហើយចុះថែមទាំងគំរាមប្តឹងប៉ូលីសទៀតស្ត្រីពេលសម្រាប់ក្រោយសម្រាលគឺគ្មានកម្លាំងបំផុតដល់ពេលនោះអ្នកគ្រាន់តែលួងលោមពីម៉ាត់ទៅគឺបានហើយអ្នកបិទវាទៅបើអ្នកនៅតែបន្តធ្វើសកម្មភាពបែបនេះទៀតយើងនឹងឲ្យសន្តិសុខអ្នកទាំងអស់គ្នាត្រូវបាននាងបោកបញ្ឆោតហើយនាងនៅផ្ទះគឺមានចរិតបែបនេះឯងបន្តិចថោះសំឡេងបន្តិចប្តឹងប៉ូលីសតើមានកូនប្រសារណាគេធ្វើដាក់ម្ដាយក្មេកបែបនេះដែរតើមានម្ដាយក្មេកណាគេដេញកូនប្រសារចេញពីផ្ទះទាំងដែលនាងមានផ្ទៃពោះ8ខែដែរឬម៉ាក់តើម៉ាក់មកទីនេះដោយរបៀបណាចែនស៊ីអ្នកមកតាន់ពេលល្មមមើលនាងធ្វើដាក់ម៉ាក់ចុះនាងចង់បង្ខំឲ្យគ្រួសារយើងទាំងមូលស្លាប់នាងថែមទាំងនិយាយថាមិនអោយលឿនឆែនចូលផ្ទះទៀតផងតើថ្ងៃស្អែកលឿនឆែននឹងនាំកូនទៅណាម៉ាក់គ្រូពេទ្យបាននិយាយថានាងមិនអាចទទួលរងផលប៉ះពាល់ទៀតទេហេតុអ្វីបានជាអ្នកនៅតែបង្កបញ្ហាទៀតម៉ាក់បង្កបញ្ហាម៉ាក់ធ្វើដើម្បីអ្នកណាប្រសិនបើបងស្រីឯងត្រូវបានគ្រួសារខាងប្តីដេញចេញតើឯងមានមុខមាត់ណាស់មែនទេកាលពីមុនម៉ែបានចិញ្ចឹមបីបាច់អ្នកទាំងពីរអ្នកបងប្អូនតែម្នាក់ឯងឥឡូវឯងមានប្រពន្ធហើយក៏លែងត្រូវការម៉ែទៀតហើយម៉ែផ្ទះនេះជារបស់ស៊ូយ៉ានលីនសានមិនអាចទៅនៅបានម៉ែក៏មិនអាចទៅបានដែរអាមនុស្សគ្មានប្រយោជន៍ប្រពន្ធឯងជិះជាន់លើក្បាលឯងហើយឯងនៅការពីនាងទៀតម៉ែប្រាប់ឲ្យដឹងលីនសានកំពុងរងចាំឡាននៅស្ថានីយ៍ហើយនាងនឹងមកដល់ព្រឹកស្អែកបើឯងមិនទៅទទួលទានខាត់ស៊ូយ៉ានមិនស្រួលហើយបងថ្លៃស្រីរបស់ឯង3កូនហើយអូវ៉ាលីធំពីរមកឈរនៅមុខផ្ទះឯងហើយជាផ្ទះប្អូនប្រុសខ្ញុំមកសម្រាប់ក្រោយសម្រាលនៅផ្ទះកំណើតខ្ញុំអ្នកណាមានសិទ្ធិអ្វីមកខាត់ខ្ញុំម្ចាស់ផ្ទះមិនអនុញ្ញាតអ្នកមិនអាចចូលបានទេឯងជានរណាគ្រាន់តែជាអ្នកចិត្តខាងម្នាក់ក៏ហ៊ានមកចេះដឹងរឿងក្នុងផ្ទះខ្ញុំដែរឬឯងសួរអ្នកណាមិនមែនឯងនិយាយថាគាត់នៅសន្តាគារទេលីនសានទើបតែសម្រាលកូនរួចតើឲ្យគាត់3កូនឈរនៅមុខទ្វារបែបនេះបានយ៉ាងម៉េចស៊ូយ៉ានអញប្រញាប់ឲ្យគេបើកទ្វារទៅនោះជាផ្ទះរបស់ខ្ញុំឥឡូវនេះខ្ញុំកំពុងសម្រាប់ព្យាបាលនៅមន្ទីរពេទ្យនោះជាផ្ទះរបស់ខ្ញុំឥឡូវនេះខ្ញុំកំពុងសម្រាប់ព្យាបាលនៅមន្ទីរពេទ្យគាត់ដឹងច្បាស់ថាខ្ញុំមិនយល់ព្រមប៉ុន្តែនៅតែនាំកូននិងអីវ៉ាន់ទៅទីនោះនេះហៅថារកទុកដាក់ខ្លួនហេតុអ្វីបានជាអញចិត្ត